នេះជាពូជចោអាសូឡានៅថ្ងៃទី25ខែ2ឆ្នាំ2025បងប្អូនបានដឹងរួចមកហើយការលក់ដូររបស់ខ្ញុំគឺខ្ញុំព្យាយាមរើសយកពូជណាដែលល្អដើម្បីដាក់ជូនបងប្អូនទាំងអស់គ្នាមិនមែនយកពូជខូចឲ្យលក់ជូនបងប្អូនទាំងអស់គ្នាទេប៉ុន្តែអាកាសធាតុមានការក្តៅហួតហែងបើសិនជាបងប្អូនទាំងអស់គ្នាទិញទៅអាសូឡារបស់បងប្អូនស្អុយរលួយឬក៏មានបញ្ហាណាមួយសូមបងប្អូនទាំងអស់គ្នាកុំភ្លេចទំនាក់ទំនងមកកាន់អ្នកលក់មានសំណងតាមជាក់ស្ដែងអញ្ចឹងតើតើមួយការដាំក៏ខាងអ្នកលក់មានសំណងការប្រើការផ្ញើទៅខូចក៏មានសំណងអញ្ចឹងបងប្អូនទាំងអស់គ្នាជួយសម្រួលទាំងអស់គ្នាដោយសារតែការដឹកជញ្ជូនគឺមានសេវាដឹកហើយការដឹកហ្នឹងគឺតាមក្រុមហ៊ុនវរៈបុណ្យធម្មជូនលឿនជូនយឺតយើងអត់ដឹងដូចគ្នាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការពូជយកទៅដាំកុំភ្លេចទំនាក់ទំនងពូជខូចតាមផ្លូវមានសំណងដាំមិនរស់ក៏មានសំណងដែរសម្រាប់ពុកម៉ែបងប្អូនដែលដាំអាសូឡាទៅលូតលាស់មិនល្អចាឬក៏ក្របានផលបងប្អូនអាចទិញជាឈុតឬក៏បងប្អូនទិញជា GB ចាយកទៅដាំបានក្នុង GB របស់យើងនេះគឺមានទម្ងន់50គីឡូនិង25គីឡូហើយសម្រាប់បងប្អូនចាដែលចង់បានជាគីឡូគឺបងប្អូនអាចកំងបានមានជាគីឡូជូនបងប្អូនស្រាប់ចាប្រហែលគីឡូក៏ផ្ញើជូនដែរតាមក្រុមហ៊ុនវរៈបុណ្យធម្មព័ត៌មានបន្ថែមអំពីបច្ចេកទេសដាំសូមបងប្អូនចូលក្នុងឆាតឬខមផ្ទាល់សូមអរគុណសូមគោរពលា